ទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំពិព័រណ៍ភូមិមួយផលិតផលមួយដើម្បីលើកកម្ពស់ផលិតផលខ្មែរនិងអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរទីស្តីការគណៈរដ្ឋមន្ត្រីបាននៅព្រឹកថ្ងៃទី8ខែមេសាឆ្នាំ2025នេះបានរៀបចំគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានសហការជាមួយនឹងសហគ្រាសឯកជនក្នុងស្រុកមកពីបណ្ដាខេត្តរាជធានីបានរៀបចំដាក់តាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួនដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរនិងអបអរសាទរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិបាទពិព័រណ៍ភូមិមួយផលិតផលមួយនេះគឺថាមានរយៈពេល2ថ្ងៃគឺចាប់ពីថ្ងៃទី8ដល់ថ្ងៃទី9ខែមេសាឆ្នាំ2025នេះហើយត្រូវបានប្រពឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីអគារមិត្តភាពកម្ពុជាចិនដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនិងចូលរួមអបអរសាទរទិវាជាតិនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ9មេសាលើកទី8ឆ្នាំ2025ក្រោមប្រធានបទចូលរួមប្រើប្រាស់ផលិតផលខ្មែរសហគ្រាសវេចខ្ចប់កែច្នៃផលិតផលខ្មែរចំនួន71បានចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ពួកគាត់ក្រោមបរិយាកាសសប្បាយរីករាយជាមួយនឹងការបង្ហាញការកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះផលិតផលកែច្នៃទាំងអស់នេះបាទលើពីនេះនៅរសៀលថ្ងៃទី9មេសានៃថ្ងៃទី2នៃពិព័រណ៍ភូមិមួយផលិតផលមួយអាដាមវង្សសីវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនាការដាក់តាំងលក់ពិព័រណ៍នេះដែលបានសម្ដែងការពេញចិត្តចំពោះផលិតផលក្នុងស្រុកព្រមទាំងលើកទឹកចិត្តដល់ផលិតករនិងសហគ្រិនឲ្យប្រឹងប្រែងផលិតនិងកែច្នៃថែមទៀតដើម្បីលើកកម្ពស់ផលិតផលខ្មែរបានក្នុងឱកាសអញ្ជើញទស្សនាផលិតផលឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរដល់ធនាគារអភិវឌ្ឍជនបទនិងកសិកម្មហៅកាត់ថា RDB ដែលបានចូលរួមក្នុងពិព័រណ៍នេះដែរដោយឯកឧត្តមបានលើកឡើងថាការចូលរួមរបស់ធនាគារ RDB ដោយបានផ្ដល់ទំនុកចិត្តដល់ប្រជាកសិករសហគ្រិននិងមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ទ្រទ្រង់និរន្តរភាពនៃការធ្វើកសិកម្មនៅកម្ពុជាផលិតផលដាក់តាំងបង្ហាញពិព័រណ៍នេះគឺភាគច្រើនជាផលិតផលកែច្នៃមានគ្រឿងឧបភោគបរិភោគក៏ដូចជាគោងៀតត្រីងៀតបាទត្រីឆ្អើរទឹកត្រីទឹកស៊ីអ៊ីវទឹកផ្លែឈើបាទណែមសាច់ក្រកប្រហុកបាទមានផ្អកមានជ្រក់មានទឹកត្នោតបាទទឹកត្នោតផ្អែមបាទទឹកឃ្មុំព្រមទាំងស្រាមានប៉ៃលិននិងស្រាត្រពាំងបាយជូរព្រៃស្រាស្វាយបាទនឹងដំណាប់ផ្លែឈើនំក្រៀមបាទនំអន្សមជាដើមហើយដែលបានដាក់បង្ហាញនៅក្នុងពិព័រណ៍នេះផងដែរបាទក្នុងនោះមានដូចជាម្សៅរមៀតម្សៅពន្លៃម្សៅខ្ញីបាទប្រេងសណ្តែកផ្កាយអីផ្សេងជាដើមបាទសម្រាប់អ្នកចូលរួមវិញគឺអ្នកស្រីកែវកនិថាដែលអ្នកលក់ផលិតផលខ្មែរចំនួន10បុកហើយមានប្រសាសន៍បញ្ជាក់ថាការដាក់តាំងលក់រយៈពេល2ថ្ងៃនេះគឺថាផលិតផលរបស់អ្នកស្រីលក់ដាច់យ៉ាងច្រើនដោយសារការពេញនិយមចូលចិត្តនិងគាំទ្រពីផលិតផលខ្មែរតាមអ្នកចូលរួមទាំងអស់នោះគឺពីសំណាក់អ្នកទស្សនាផងដែរលើពីនេះអ្នកស្រីបានចាត់ទុកថាផលិតផលរបស់អ្នកស្រីដាក់តាំងលក់នេះគឺភាគច្រើនមានប្រភពចេញពីសហគមន៍កសិករនៅទូទាំងប្រទេសកម្ពុជាដោយផលិតនៅងៀតគោងៀតក្បីណែមប្រហុកដែលផលិតផលទាំងអស់នេះគឺថាត្រូវបានផលិតឡើងដោយកសិករមិនមានសារជាតិគីមីនោះឡើយបាទពលគឺថាទទួលទានទៅគឺមានសុវត្ថិភាពផងដែរបាទសម្រាប់ផលិតករផ្សេងទៀតបាទគឺលោកសនស៊ីនិតនិងអ្នកស្រីឆុងសុភាដែលជាកសិករលក់ផលិតផលកែច្នៃដែលនៅក្នុងស្រុកតាំងគោកខេត្តកំពង់ធំពួកគាត់ចង់លក់ផ្លែលម៉ើបាទលម៉ើទុំសម្រាប់ទទួលទានដោយសារតែទិន្នផលលម៉ើទុំច្រើនលើសពីតម្រូវការអ្នកស្រីគឺថានឹងគ្រួសារចង់កែច្នៃជាស្រាក្រហមវិញដែលមានរសជាតិប្រហាក់ប្រហែលទៅនឹងស្រាទំពាំងបាយជូរអ្នកស្រីឆុងសុភាបានមានប្រសាសន៍រំលឹកជូនថាទិន្នផលលម៉ើរបស់អ្នកស្រីគឺក្នុងឆ្នាំ2024នេះដែលជាឆ្នាំផ្ដល់នៅផលដំបូងនៃដំណាំលម៉ើដាំលើផ្ទៃដីចំនួន2ហិកតាទទួលបានផល400គីឡូក្រាមប៉ុណ្ណោះក៏ប៉ុន្តែបើទុំទាន់ពេលវេលាអាកាសធាតុក្តៅខ្លាំងផ្លែលម៉ើនឹងទុំប្រេះមែកហើយมันអាចលក់សម្រាប់ទទួលទានបានឡើយដូច្នេះអ្នកស្រីស្វាមីក៏នាំគ្នាកែច្នៃលម៉ើទៅជាការថាស្រាដែលតែងតែគិតថាមានរសជាតិស្រទន់ស្រដៀងគ្នាទៅនឹងរសជាតិស្រាផ្លែឈើផងដែរបាទនៅចុងថ្ងៃដាក់តាំងពិព័រណ៍នេះគឺផលិតផលស្រាលម៉ើរបស់អ្នកស្រីត្រូវបានបែងចែកជា3ប្រភេទផ្សេងគ្នាគឺសម្រាប់ចំណុះ 0.75 លីត្រនិងលក់ក្នុងតម្លៃ 60,000 រៀលទៅ 65,000 រៀលក្នុងមួយដបបាទហើយអ្នកស្រីបញ្ជាក់ថាស្រាលម៉ើនេះគឺអាចទុកបានយូរអង្វែងកាន់តែយូរគឺគុណភាពកាន់តែល្អខណៈដែលដំណាប់ផ្លែលម៉ើនេះគឺក្រៀមមិនអាចទុកបានយូរនោះឡើយបាទ